មនុស្សកើតមកបានគេងលើកន្ទេលកក់យ៉ាងស្កប់គូស្វាមីភរិយាមានសុភមង្គលបំផុតគឺពេលគេងលើកន្ទេលយ៉ាងសុខស្រួលពេលទៅកាន់បរលោកក៏មានកំណត់កន្ទេលទៅតាមភារកិច្ចដ៏ឧត្តមរបស់កន្ទេលច្រើនអនេកទោះបីវាបានចាប់បដិសន្ធិឡើងពីប្រការសាមញ្ញបំផុតក៏ដោយតាំងពីពេលជួរដីមាត់សមុទ្រតំបន់វារីបទន្លេគូឡុងនៅជារហោស្ថានដោយព្រៃប្របោះនិងភ្លុងកក់ដ៏ច្រើនជាងស្រូវគឺប្រជាជនខ្មែរបានចេះសម្របខ្លួនតាមធម្មជាតិដើម្បីបន្ថយទុក្ខលំបាកខ្លះក្នុងជីវភាពរស់នៅហើយខំរក្សាការងាររកស៊ីចិញ្ចឹមជីវិតមួយថ្ងៃកាន់តែលំនឹងដើមកក់លើស្រែជាសត្រូវរបស់ដើមស្រូវប៉ុន្តែឆ្លងតាមបាតដៃដ៏ប៉ិនប្រសប់របស់មនុស្សពីដើមកក់ពេលចូលក្នុងផ្ទះคล้ายជាវត្ថុមួយដ៏មានប្រយោជន៍និងគេហដ្ឋានណាក៏ត្រូវការដែរមិនថាអ្នកមានឬអ្នកក្រឡើយជនរួមជាតិខ្មែរតាំងពីបុរាណមកដល់បច្ចុប្បន្នកាលជីវភាពរស់នៅសំខាន់ពឹងលើរបបកសិកម្មដោយការងាររាល់ថ្ងៃគឺធ្វើស្រែដាំចម្ការនិងចិញ្ចឹមត្រីជីវភាពយ៉ាងសាមញ្ញនិងកាន់តែពិសេសជាងពេលដែលមានរបរបន្ទាប់បន្សំថែមទៀតសម្រាប់ធ្វើក្នុងពេលទំនេរពីស្រែចម្ការដោយដំបាញបណ្ដាឧបករណ៍ប្រើប្រាស់ពីឫស្សីពកត្បាញកន្ទេលធ្វើនឹងជាដើមមុខរបរបន្ទាប់បន្សំទាំងនេះបានរក្សាតគ្នាពីជំនាន់មួយទៅជំនាន់មួយនិងសន្សឹមបង្កើតបានជាបណ្ដារបរប្រពៃណីនិងមានកន្លែងខ្លះបង្កើតបានជាយីហោល្បីល្បាញគ្រប់ទិសទីនៅខេត្តសុករាំងពីទីរួមខេត្តយិនជើបណ្ដោយតាមផ្លូវស្រុកលេខ11ឆ្លងកាត់ភូមិកាឡាក់និងភូមិវ៉ាឋាន់ឃុំឡាក់វ៉ាម្ដងមកកាលយើងនឹងជួបប្រទះនៅទេសភាពទីធ្លាខាងមុខផ្ទះហាលកក់គ្រប់ពណ៌ដែលទៅតែជ្រលក់រួចដើម្បីត្រៀមបំរុងវត្ថុធាតុសម្រាប់ត្បាញកន្ទេលពន្លឺព្រះអាទិត្យខាងមុខផ្ទះបានចែងចាំងចូលតាមចន្លោះនៃសរសៃកក់បានធ្វើឲ្យកម្ដៅត្រូវស្រទន់មកវិញធ្វើឲ្យសរសៃកក់បានស្ងួតស្មើរលើបរលុងនិងទន់ស្វិតជាងតាំងពីនោះដំបាញបានជាកន្ទេលល្បីឈ្មោះរបស់តំបន់ដីឡាក់វ៉ានេះអាស្រ័យផលិតផលប្រើបានយូរក្បូរក្បាច់ស្អាតតាមពេលវេលាជានិច្ចមីងគីមធីសាវឿនប្រកបរបរត្បាញកន្ទេលជាង40ឆ្នាំប្លាយមានឆ្នាំខ្លះមីងត្បាញបាន30 40 50កន្ទេលឆ្នាំនេះបើត្បាញអស់ចំនួនកក់បានទិញនឹងត្បាញបានប្រហែល70កន្ទេលកាលមុនត្បាញមិនបានច្រើនមកពីមានអ្នកត្បាញច្រើនឥឡូវត្បាញបានច្រើនព្រោះមានអ្នកជាច្រើនបោះបង់របរយោងតាមនោះអតិថិជនមកដាក់ទំនិញជាមួយមីងក៏ច្រើនជាងប៉ុន្តែមកពីវ័យចាស់ទើបមីងមិនហ៊ានទទួលច្រើនគ្រាន់តែធ្វើគ្រប់ប្រាក់ប្រើគឺសប្បាយហើយគេចង់ទិញអាម៉ៅហ្នឹងយើងធ្វើម៉ៅអីគេណាម៉ៅđóយើងធ្វើអាហ្នឹងឲ្យគេចង់បានអាហ្នឹងយើងធ្វើឲ្យគេហើយបើគេមិនចង់ធ្វើសcũngគេចង់អាសcũngយើងធ្វើឲ្យដែរហើយបើគេខ្លះគេថាអាធ្វើសឲ្យមួយក្រហមចិនយួនគេអាហ្នឹងហើយក៏អាម៉ៅនេះlàខ្មែរយើងគេចង់តៅការកូនភាសាហ្នឹងគេមកផ្ដាំឯងផ្ដាំទិញឲ្យគេមកគូអញ្ចឹងក៏2 3អីអញ្ចឹងគេមកទិញអញ្ចឹងហ្នឹងហើយយើងបើគេមិនទិញយើងតបាញ់ហើយកុំយើងយកត្រឡុកមានគេទិញដែរមីងរក្សាធ្វើរបស់នេះមកពីគ្មានរបស់ណាផ្សេងសម្រាប់ធ្វើឯកូនដាំចម្ការឬក៏ឡើងទីក្រុងធ្វើកម្មកររកបានប្រាក់ចំណូលល្អជាង
របរនេះជួយមានប្រាក់បន្តិចបន្តួចសម្រាប់ទៅវត្តឬក៏ពេលក្នុងភូមិមានអាសន្នបុណ្យការអីក៏មានគ្រប់ប្រាក់មិនបាច់សុំកូនចៅពីមុនធ្វើជាមួយប្តីក្រោយពេលប្តីស្លាប់គឺធ្វើជាមួយចៅឬក៏ធ្វើយកដៃជាមួយមិត្តភ័ក្តិចាស់ក្នុងភូមិកន្ទេលនេះមិត្តចេញកម្លាំងមានចេញវត្ថុធាតុគឺមានជាអ្នកទទួលផលិតផលដែលធ្វើបានកន្ទេលបន្ទាប់គឺមានចេញកម្លាំងឯមិត្តចេញវត្ថុធាតុគឺមិត្តជាអ្នកទទួលផលិតផលវិញការងារអ្នកវ័យចាស់គឺជួយគ្នាដូចនេះមិនយើងទៅកាត់នៅខ្សែមកហ្នឹងណាកាត់មកហើយយើងយកមកកាត់ចុងកាត់កុលហើយយើងឆូតកុលអញ្ចឹងឆូតកុលអញ្ចឹងហើយបកយកទៅហាលដល់ស្ងួតមែនទេបានយកមកច្រឡុកម៉ៅអញ្ចឹងច្រឡុកម៉ៅហើយបានតបាញ់ហាលឲ្យស្ងួតទៀតបានតបាញ់អញ្ចឹងចាពិបាកណាពិបាកការធ្វើមកកក់មកសៃហ្នឹងកាន់គី3-4ដងបានតបាញ់បានទេលដេកទៅតាសណុកអីអញ្ចឹងហើយបើគេមានងាយប្រសិនគេធ្វើអាធ្វើហ្នឹងទេអញ្ចឹងគេមានទៅចិញ្ចឹមគេដាំការគេទៅធ្វើហ្នឹងហើយយើងគេឈប់ធ្វើអាហ្នឹងហើយគេថាហត់ពេកក៏មានប្រភេទដើមមូលពុះរឹងដុះលើគោកសម្រាប់ធ្វើជាចំណងចំណែកកក់ប្រភេទដើម3ជ្រុងពុះទុនដុះតាមដីទំនាបបឹងបួរទុកសម្រាប់ធ្វើកន្ទេលរួមដំណើរជាមួយអ្នកត្បាញកន្ទេលទើបអ្នកដាំកក់វត្ថុធាតុដើមក៏អាចរស់បានរាល់ថ្ងៃដែរគ្រួសារបងស្រីសឿងធីឡេនមានដីកន្លះកុងដាំប្រភេទវារីជាតិជ្រាបជូរប្រៃនេះដាំរុក្ខជាតិអ្វីក៏ពិបាកដែរតែដាំកក់នេះបែរជាលូតលាស់ល្អកាត់កក់ក្នុងពេលមេឃក្តៅខ្លាំងទៅផ្ដល់គុណភាពល្អបំផុតតែនោះក៏ជាពេលដែលអ្នកកាត់កក់លំបាកបំផុតកក់កន្លះកុងក៏គ្រប់កាត់បន្តគ្នាក្នុងរង្វង់1ខែធ្វើបានជាកន្ទេល50តម្លៃវត្ថុធាតុសម្រាប់ធ្វើបានកន្ទេលមួយគឺ70,000 ដុំហេតុនោះក៏គ្រប់ជំនួយឲ្យបងស្រីមានប្រាក់ទៅផ្សាររាល់ព្រឹកបងស្រីចាត់ទុករបស់នេះដូចជាប្រេងនិស្ស័យព្រោះអីក៏ធ្លាប់ជាអ្នកត្បាញកន្ទេលដែរឃើញអ្នកដតីបោះបង់របរមកពីខ្វះកក់ទើបបងស្រីដាំកក់ដើម្បីធ្វើជាវត្ថុធាតុសម្រាប់ត្បាញកន្ទេលពេលសល់កក់បងស្រីក៏ត្បាញដូចអ្នករាល់គ្នាដែរការងារឆូតកក់មិនបង់កម្លាំងតែទាមម៉ត់ចត់ប៉ិនប្រសពព្រោះសរសៃកក់ស្រស់ឆូតស្ដើងយ៉ាងមុតងាយដាច់ដៃហេតុនោះក៏ត្រូវការពារប្រុងប្រយ័ត្នបំផុតកក់មួយដើមឆូតជា4សរសៃគឺល្មមរួចយកទៅហាលក្តៅ2ថ្ងៃគឺត្បាញជាកន្ទេលបានពេលហាលកក់ប្រយ័ត្នបំផុតគឺកុំឲ្យត្រូវទឹកភ្លៀងព្រោះបើត្រូវទឹកភ្លៀងងាយដប់ផ្សិតបណ្ដាលឲ្យកន្ទេលឆាប់ពុកហេតុនោះអ្នកហាលកក់ត្រូវចាំមើលមេឃអាកាសមិនសូវធ្វើការណាផ្សេងមកពីរបស់នេះនៅពេកទើបបងស្រីសញ្ជឹងគិតថាខ្លួនបងប្រហែលជាអ្នកបន្តរបរចុងក្រោយរបស់វងត្រកូលហើយព្រោះកូនរបស់បងស្រីមិនព្រមតាមរបរនេះឡើយម៉ែខ្ញុំកាត់ដាំកក់នឹងកាត់ធ្វើខ្ញុំទៅជួយកាត់ជួយលីអីធ្វើត្បាញមួយកាត់នេះហើយឥឡូវនៅធ្វើហើយថ្ងៃហែងបាក់ដែរណាលីធ្ងន់ពេកកាត់ត្រឹមឬចង់ឬអីហើយហាលបើខែក្តៅទៅហាលមួយថ្ងៃទៅយប់ស្នុកហើយដល់ភ្លៀងសាជីងសាជួលបាក់ហាលមួយថ្ងៃនឹងមកសាតែមានក្តៅជីងហាលទេកក់បានលើច្រើនណាតែដាំចិនម៉ៃថោកលោកសៅមានលើកាត់គឺជាងមួយខែហ្នឹងឡើងវិញជាងមកធឿបទៀតនិយាយដែលភូមិរបរត្បាញកន្ទេលនៅស្រុករាំង
គឺកន្ទេលក្រសាំងនិងកន្ទេលឡាក់វ៉ាគេឈ្មោះស្ថិតស្ថេរជានិច្ចនៅទីនេះគេរាល់គ្នាក្តាប់បានរូបមន្តប្រហែល5ប្រភេទដើម្បីច្នៃជាកន្ទេលមានរូបភាពខុសពីគ្នាប៉ុន្តែក៏គ្មាននរណាលាក់នរណាឡើយបែរជាប្រាប់គ្នាទៅវិញទៅមកអំពីវិធីត្បាញឲ្យស្អាតដើម្បីរក្សាភាពរស់រានមានឲ្យភូមិកន្ទេលក្រសាំងនៅទាំងមានកិត្តិយសបានធ្វើជាអំណោយសម្រាប់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់បកពេលមកបំពេញបេសកកម្មនៅស្រុកត្រាំងផងទៀតកិត្តិយសនេះបានជំនួយឲ្យអ្នកប្រកបរបរជើងចាស់មានបន្ថែមប្រភពកម្លាំងដើម្បីក្មេងគ្មៀតជាមួយកៃដំបាញដូចជាព្រំលិខិតកំណត់ឲ្យហើយខិតខំថែរក្សាសម្រាប់ចំនួនបច្ឆាជនយើងត្បាញស្អាតតែយើងលុកបានច្រើនហើយបើយើងត្បាញមិនស្អាតតែយើងយកទៅឆ្ងាយបន្តិចយើងត្បាញស្អាតតែយើងលុកនៅចិត្តបន្តិចក្នុងភូមិស្រុកគេឃើញចឹងគេទិញចឹងយើងច្រឡុកយើងប្រែគីតិចហើយយើងចេះគេបន្តិចបានល្អទៅយើងត្បាញទៅឃើញវាល្អឲ្យស្អាតគេចង់បានហើយយើងចេះយើងធ្វើthìយើងលុកបានបាច់ទៅណាលុកទៅជុំហ្នឹងក្នុងស្រុកនឹងគេមកគេដាក់ឲ្យយើងត្បាញហើយយើងយកទៅឲ្យគេចឹងហើយយើងគ្មានលុយទៅទិញកក់ក៏លុយទៅទិញកន្លែងមកញោមអីចឹងគេឲ្យគេ5ភ្លាមគេឲ្យលុយមកភ្លាមគេឲ្យលុយមិនចឹងណាហើយយើងទៅទិញមកធ្វើវិញយកទៅឲ្យគេពេលនីតិខៈរដូវមកដល់ម្ដងបុប្ផាទាំងពួងបងអួតសម្រស់ក៏ជារដូវនៃសេចក្តីស្នេហាផ្ដាល់ផ្លែផ្កាក្នុងថ្ងៃមង្គលការកន្ទេលជាវត្ថុសម្រាប់ក្រាលលំអឲ្យបន្ទប់ផ្សំដំណេកជាកន្លែងដើម្បីជូនពរជ័យដល់គូស្វាមីភរិយារស់នៅមានសុភមង្គលជាមួយគ្នាអស់មួយជីវិតសុភមង្គលរបស់គូស្វាមីភរិយាត្រូវការមានកន្ទេលជាស័ក្តិសិទ្ធិស្ថានព្រះនិព្វានមិនដូចស្ថានមនុស្សលោកដែលពោពេញដោយមន្ទិលសៅមងកន្ទេលជាវត្ថុសម្រាប់ជំរះលោកីដែលពោពេញដោយកាមតណ្ហាប្រជាជនខ្មែរមានចិត្តស្មោះសរចំពោះព្រះពុទ្ធម្ល៉េះហើយបណ្ដាគ្រឿងបូជាវត្តក្នុងឱកាសបុណ្យទានគឺពេលណាក៏មានកន្ទេលយ៉ាងស្អាតដែរវត្តនិមួយមានរាប់សិបកន្ទេលគឺជារឿងធម្មតាទោះបីព្រះពុទ្ធសាសនាមិនរើសអើងមិនទាមទារភាពថ្លៃថ្នូរក៏ដោយប៉ុន្តែឲ្យតែមានពុទ្ធបរិស័ទយកកន្ទេលប្រគេនវត្តគឺតែងជ្រើសប្រភេទកន្ទេលល្អបំផុតពេលដែលព្រះសង្ឃគង់ចម្រើនទិព្វមន្តលើអាសនៈកន្ទេលដែលខ្លួនបានបូជាទឹកចិត្តពុទ្ធបរិស័ទកាន់តែមានសទ្ធាជ្រះថ្លាដូចជាកសាងបានផលបុណ្យមួយភាគសម្រាប់ឆាកជីវិតកន្ទេលចាត់ទុកជាបច្ច័យ4គ្រឿងសេនាសនៈសម្រាប់ប្រសង់សឹងឬមួយទុកសម្រាប់បិណ្ឌទានក្នុងវត្តហើយឬមួយប្រសក់ខ្ចីយកមកសម្រាប់ប្រើប្រាស់ក្នុងពិធីបិណ្ឌអានឹងរបស់គេកសាងសម្រាប់ទុកជាតិក្រោយឲ្យបានគុំថ្កៅគេថាឲ្យមានបិណ្ឌមានផលអីជូនទៅចំនួនចតាដែលមិនបានចែកខានទៅខាងមុខនោះឲ្យកាត់បានកន្ទេលខ្នល់ក្រៃប៊ូងពួយកុំឲ្យមានឡើងលិហិកអាចអីនោះយើងក៏មើលមិនឃើញនោះប៉ុន្តែនេះគេថាធ្វើបិណ្ឌបញ្ជូនដំបូងអ្នកត្បាញកន្ទេលគ្រាន់តែទុកសម្រាប់ប្រើក្នុងគ្រួសាររួចយកទៅបដូរទំនិញខ្លះសន្សឹមមកកន្ទេលបានឈ្មោះមកផ្ទាល់កន្លែងប្រមូលទិញរួចនាំទៅលក់គ្រប់ទិសទីតើចៅកុំយំរមអើយបាយងំហូបហើយដល់នេះ
tớ được cháu ơi được nhớ tập tăng bài ngát nơi nắng đọt hơi xuống phong ơi អត្តន័យរបស់កន្ទេលធំធេងគឺដូចនេះឯងតែតម្លៃពិតប្រាកដរបស់កន្ទេលផលិតផលសពថ្ងៃគឺយ៉ាងទាបធ្វើឲ្យអ្នករក្សារបរជាច្រើនត្រូវសេញចឹងគិតកន្ទេលចិនជើប្រភេទត្បូង1ម៉ែត្រ6ទឹកមានតម្លៃលក់250ប៉ុណ្ណដុំក្នុងកន្ទេលមួយប្រភេទត្បូង1ម៉ែត្រ4ទឹកតម្លៃ150ប៉ុណ្ណដុំមនុស្សម្នាក់ធ្វើមួយថ្ងៃហើយស្រេចកន្ទេលមួយប៉ុន្តែមកពីចំណូលទាបទើបពួកគាត់តែងខ្វះទុនពេលដែលអស់វត្ថុធាតុធ្វើនោះក៏ជាប្រការលំបាកបណ្ដាលឲ្យអ្នកជាច្រើនត្រូវបោះបង់របរដែរចំពោះស្ថានភាពនេះគណៈជនជាតិខេត្តសុកត្រាំងបានកសាងនិងផ្សព្វផ្សាយអនុវត្តក្រុមការអភិរក្សពង្រីករបរនិងភូមិរបរប្រពៃណីតំបន់ជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្តដំណាក់កាល2016-2020ឆ្នាំ2017ក្រុមការឧបត្ថម្ភអភិវឌ្ឍរបរប្រពៃណីមួយចំនួនដូចរបរដំបាញនៅឃុំភូតឹងស្រុកchâuឋាន់របរងៀតត្រីផ្ទក់នៅឃុំអាំងហ៊ីបស្រុកchâuឋាន់របរដាំខ្ទឹមក្រហមដាំនិងយន្តការឆៃពៅនៅទីរួមខេត្តយិនជើរបរត្បាញកន្ទេលកក់នៅឃុំយាងបិនស្រុកចង្ដេរបរធ្វើម្សៅនៅឃុំធួងហឹងស្រុកមេទូជាដើមសង្ឃឹមថាក្រុមការនេះឆាប់បានមកដល់ជាមួយប្រជាជនភូមិរបរត្បាញកន្ទេលយិនជើដើម្បីមានក្តីសង្ឃឹមបានបន្តរបរកាន់តែញ៉ាំងបន្ថែមក្តីមោទនៈភ្លឺស្វាងជានិច្ចឲ្យកេរ្តិ៍ឈ្មោះភូមិរបរដែលបានថែរក្សាតាំងពីដូនតាមកតាមសង្វាក់រស់នៅបច្ចុប្បន្នមានភូមិរបរខ្លះនៅតែមានកម្លាំងរស់រានតែក៏មានកន្លែងខ្លះកំពុងសាបរលាបទៅបណ្ដៅដែរក្នុងការខិតខំរួមចំណែកជាមួយជនរួមជាតិខ្មែរអភិរក្សភូមិរបរប្រពៃណីខេត្តជាច្រើនក្នុងតំបន់វារីបទន្លេគោឡុងមានកម្មវិធីឧបត្ថម្ភដល់របៀបផ្សេងគ្នាជាច្រើនប៉ុន្តែប្រការរួមគឺបដូរថ្មីវិធីដំណើរវិវត្តបង្កើនការផ្សព្វផ្សាយដើម្បីពង្រីកទីផ្សារនៅខេត្តត្រយិនមានរបៀបធ្វើដោយឡែកតែយ៉ាងប្រសិទ្ធភាពសម្រាប់ឲ្យភូមិរបរត្បាញកន្ទេលក្រហមកន្ទេលក្រហមជាផលិតផលរបស់ជនរួមជាតិខ្មែរឃុំហាមតឹងស្រុកកោកែខេត្តត្រយិនភូមិឋានស្ងាត់ជ្រងំក្បែរទន្លេហូវភ្ជាប់ព្រំប្រទល់ជាមួយស្រុកគូឡៅយងខេត្តសុកត្រាំងនៅក្បែរច្រកសមុទ្រដិនអាងទូទាំងឃុំមានប្រជាជន2253គ្រួគឺមានដល់569គ្រួចូលរួមភូមិរបរត្បាញកន្ទេលប្រមូលផ្ដុំច្រើននៅភូមិផ្សារភូមិក្រហមនិងភូមិបេនបាក្នុងនោះមាន478គ្រួត្បាញកន្ទេលផ្ទាល់និង91គ្រួដាំកក់ដើម្បីផ្គត់ផ្គង់វត្ថុធាតុធ្វើកន្ទេលរៀងរាល់ឆ្នាំកន្ទេលក្រហមផ្គត់ផ្គង់ឲ្យទីផ្សារជាង140,000កន្ទេលផលិតផលរបស់ភូមិរបរផ្គត់ផ្គង់ឲ្យអ្នកប្រើប្រាស់ក្នុងខេត្តជាសំខាន់ឆ្លងតាមម៉ូយលក់រាយមានតែប៉ុន្មានគ្រួមានគ្រឿងមធ្យោបាយទើបនាំទៅលក់នៅខេត្តជិតខាងនិយាយតាទុកមកដល់អូយកូនចៅដល់ថ្ងៃនេះនៅទូចធំcũngចេះត្បាញទេត្បាញទេនឹងlà về tầm nề múa về xe múa về thơ cả ngày học sinh đòi là ngày xưa tầm nề tập bánh thế bạn nó là biển thế cũng cốp gọi là praxi chạy con cháu tu riêng còn riêng cho bố pha khum thì khum nó cũng là bờ tuấn hay là tiếng cọc hay là đàm cọc thô thêm thì bán nó là chập đỉnh mà chấm luôn là ở đặc tu xa កន្ទេលក្រហមល្បីឈ្មោះអាស្រ័យក្បាច់រចនាស្អាតប្រណិតសរសៃកក់ទិនស្វិតទៅប្រើបានយូរ
នៅទីនេះមានទាំងកៃដំបាញត្បាញកន្ទេលត្បូងធំសម្រាប់ឲ្យពុទ្ធបរិស័ទប្រគេតវត្តអារាមនោះគឺជាផលិតផលបង្ហាញនៅភាពល្អិតល្អន់របស់សិប្បករអ៊ំស្រីងូធីសឹងដែលធ្លាប់ហៅថាអ៊ំហៃផឆ្នាំនេះអាយុ89ឆ្នាំហើយក៏ជាសិប្បករនីជើងចាស់បំផុតរបស់ភូមិរបរដៃទាំងគូដ៏ប៉ិនប្រសប់របស់អ៊ំស្រីឆ្នៃបានក្បាច់រចនា8ប្រភេទខុសគ្នាក្នុងនោះមានបណ្ដាគំរូមកដល់ពេលនេះក្រៅពីអ៊ំក៏ប្រមានបុគ្គលណាមួយធ្វើបានពេលអ៊ំនៅមានសុខភាពមាំមួនអ៊ំស្រីនៅទាំងបានអញ្ជើញទៅបណ្ដាខេត្តដើម្បីណែនាំរបៀបធ្វើគំរូក្បាច់កន្ទេលស្អាតជាពិសេសគឺបទពិសោធន៍ជ្រលក់ពណ៌កក់ដើម្បីធ្វើបានជាកន្ទេលស្អាតញ៉ាលនោះយើងញ៉ាលបានច្រើនកដៅខ្លាំងកាលណាឡាកក់យើងនោះឋានទៅមកពហូតបានយើងច្រឡុកទៅណយមកកងកក់យើងញ៉ាលមិនតាន់សូហួតនោះយកទៅច្រឡុកនោះខ្មៅងៀងនោះញ៉ាលបានច្រើនកដៅខ្លាំងកាលណាកក់ក្រហមក៏ពហូតតែងអស់ហើយច្រឡុកញ៉ាំកាយដល់ញឹកឡាក្រហមហើយពហូតព្រមជាមួយកន្ទេលសនិងកន្ទេលផ្កាធម្មតាអ៊ំហៃផនៅទាំងជួយភូមិរបរត្បាញកន្ទេលក្រហមល្បីឈ្មោះដោយប្រភេទកន្ទេលប្រើបានទាំងសងខាងហើយនេះក៏ជាផលិតផលបង្កកិត្តិស័ព្ទរបស់អ៊ំផងដែរពេលដើមហ្នឹងគេហៅថាបារាំងស៊ីអោនៅតបោហ្នឹងហើយខនៅតង្កេះហ្នឹងទៅណារកក្ររកហ្នឹងដល់ហើយខ្ញុំមិនដឹងចាធ្វើមិនបីចាតបាញ់ទេហើយយើងចង់បានឲ្យឡើងខ្លាយហើយយើងបានឡើងខ្លាយយើងត្រូវធ្វើមិនបីអាជីវឡើងហើយម៉ាក់នោះដេកថាលោមកត្រង់ហ្នឹងកាត់ចុះណាកាត់ផ្ងាក៏សែវិញជឹងហ្នឹងដែរមិនចុះមិនឡើងជឹងណាហើយយើងកាត់ចុះទៅទៅដល់យើងដំហួរអានឹងឡើងហ្នឹងណាហើយដំអុយដល់អុយមិនហៀងក្របហ្នឹងដែរthìអាកសែមួយហ្នឹងដល់ផ្ងាឡើងអញ្ចឹងយើងសាអូសកសែនឹងឡើងវិញអូយអាកក់មកត្រង់នោះរត់ព្រមវិញល្បីឈ្មោះពីគុណភាពតែភូមិកន្ទេលក្រហមនៅតែជិះមិនផុតពីកម្លាំងសង្កត់របស់ទីផ្សារនិងតម្រូវការអភិវឌ្ឍឆ្លងតាមការលើកកម្ពស់ទិន្នផលដើម្បីបង្កើនចំណូលឲ្យអ្នកពលកម្មក្រោយរយៈកាលស្រាវជ្រាវបណ្ដាស្ថាប័នវិទ្យាសាស្ត្ររបស់ខេត្តត្រយិនបង្កើតបានជាម៉ាស៊ីនត្បាញកន្ទេលជំនួយបន្ថយបានចំនួនបុគ្គលិកបើប្រៀបជាមួយត្បាញដោយហត្ថកម្មនិងបំព្រួញខ្លីពេលវេលាធ្វើបានជាផលិតផលពីឆ្នាំ2016គ្រួសារពូចំមិនកាន់បានឧបត្ថម្ភប្រាក់ 50% សម្រាប់វិនិយោគទិញម៉ាស៊ីនត្បាញកន្ទេលមួយគ្រឿងតម្លៃ35លានដុំតាំងពីមានម៉ាស៊ីនពូគ្រាន់តែខំរកវត្ថុធាតុសម្រាប់ត្បាញឯប្រពន្ធនាំកន្ទេលទៅប្រគល់ឲ្យបណ្ដាខេត្តចំណែកកិច្ចការតម្បាញគឺជួលកម្មករធ្វើដោយកម្រិតតម្លៃ30,000ក្នុងកន្ទេលមួយកន្ទេលត្បាញដោយម៉ាស៊ីនតាមក្បាច់រចនាបានដំឡើងស្រាប់គឺក្នុង60នាទីបានជាកន្ទេលមួយម៉ាស៊ីនត្បាញកន្ទេលបានរួមចំណែកដោះស្រាយការធ្វើឲ្យអ្នកត្បាញកន្ទេលអ្នកដាំកក់ឆូតកក់ជ្រលក់ពណ៌cái mình là cho bạn đái và hơi dù đấy bị mà ngại ta bánh mà cũ việc cũ à khi đức cho bạn máy thì mà ngại ta bánh đắp chèn đắp mền đó thì cái và tăng nó lâu thì mền máy hơi tích cho bạn đai chân nai cái đắt đức cái đắt thì dừng cho bạn đai cũng nham đây nó bị cho bạn đai thì đức là vọt thì mà lên làm mà cù đó ram tước hơi đức cho bạn máy thì thô chèn bị máy và mình sau xả được cho bạn đai thì cho bạn mình cả mình thủ công hoa vợ xả chèn cho bạn máy ភូមិកន្ទេលក្រហមអូអឡើងតែក្នុងឱកាសពេលមុនបញ្ចូលឆ្នាំវៀតណាមប៉ុន្តែតាំងពីមានម៉ាស៊ីនត្បាញគឺផលិតផលនៅទីនេះផ្គត់ផ្គង់សម្បូរបែបជាងទីផ្សារបានពង្រីកធំជាងបទពិសោធន៍អភិរក្សភូមិរបរប្រពៃណីនៅទីនេះ
គឺជាការបដូរថ្មីបែបផែនយន្តការដោយម៉ាស៊ីនដើម្បីបង្កើនបរិមាណផលព្រមជាមួយនោះនៅតែរក្សាបានកៃតម្បាញដោយដៃដើម្បីធ្វើបានផលិតផលគុណភាពខ្ពស់ពេលមានអ្នកដាក់ទំនិញសប្តាហ៍ថ្ងៃនៅឃុំហាមតំទើបវិនិយោគម៉ាស៊ីនត្បាញកន្ទេល5គ្រឿងនិងភូមិភាគបានស្នើខេត្តឧបត្ថម្ភថវិកាវិនិយោគពង្រីកបន្ថែមបន្ទាប់ពីឃើញមានប្រសិទ្ធភាពពីសិប្បកម្មម៉ាស៊ីនពិតប្រាកដជីវភាពរស់នៅមួយថ្ងៃកាន់តែគ្រប់សពដោយភួយដណ្ដប់ពុកស្រួលល្អប៉ុន្តែកន្ទេលនៅតែមានអ្នកត្រូវការព្រោះវាជាតម្រូវការសម្រាប់អ្នកសាមញ្ញដែលស្រូបចំនួនច្រើនក្នុងសង្គម